សត្វចម្លែកសមុទ្របានបាត់មាត់ដ៏ធំរបស់វាជើងក្មេងស្រីនោះខ្ញុំគិតថាខ្ញុំហៀបនឹងស្លាប់ហើយប៉ុន្តែអភូតហេតុមួយបានកើតឡើងគឺសមុទ្រសត្វតិរច្ឆានមិនបានស៊ីក្មេងស្រីនោះទេក្មេងស្រីមកពីភ្នែករបស់សត្វចម្លែកសមុទ្រខ្ញុំបានឃើញសេចក្តីសប្បុរសទោះជាយ៉ាងណាក៏ដោយនៅពេលនេះយ៉ាកុបប៊ូបានលើកកាំបិតឡើងហើយចាក់ហើយសត្វតិរច្ឆានក្មេងស្រីនោះបានព្យាយាមបញ្ឈប់គាត់ដោះស្បែកជើងរបស់អ្នកចេញហើយវាបានវិលត្រឡប់មកវិញសត្វចម្លែកសមុទ្របានសម្លឹងមើលយ៉ាដោយកំហឹងយ៉ាកុបមិនបានគាត់បានដកថយក្រោកឡើងហើយស្ទុះទៅមុខម្ដងទៀតកាលពីអតីតកាលសត្វចម្លែកសមុទ្របានមើលឥតឈប់ឈរគាត់សម្លឹងមើលគាត់រួចប៉ះគាត់ថ្នមដោយដៃតូចរបស់គាត់រូបនៃដៃរបស់គាត់នេះជាសម័យកាលដែលពោពេញទៅដោយសត្វចម្លែកសមុទ្រពួកគេបាននាំមកមនុស្សជាតិមួយចំនួនការគំរាមកំហែងដ៏ធំមួយដែលច្រៀងដោយរឿងព្រេងនិទានរាប់មិនអស់ក្នុងរយៈពេលប្រមាណឆ្នាំមកនេះមនុស្សជាតិមានទំនាក់ទំនងដើម្បីបន្តពីបានតែជួយដើម្បីជប់ព្រះមហាក្សត្រទាំងអស់នៃអតីតកាលមិនចេះស្ដាយប្រាក់ច្រើនដើម្បីជួសសត្វចម្លែកសមុទ្រពួកអ្នកប្រមាញ់បានកម្ចាត់សត្វចម្លែកសមុទ្រនៅថ្ងៃនេះដែរអ្នកប្រមាញ់ជួបនឹងសត្វពណ៌ខៀវនៅសមុទ្រសត្វចម្លែកសមុទ្ររួមជាមួយប្រធានក្រុមតាមបញ្ជាកាំភ្លើងធំទាំងអស់ពួកវាទាំងអស់សុទ្ធតែមានគោលដៅទៅលើសត្វចម្លែកសមុទ្រកាំភ្លើងទាំងនោះមិនបានបង្កគ្រោះថ្នាក់ដល់សមុទ្រតទៅវិញសត្វនោះបានធ្វើឲ្យវាខឹងយ៉ាងខ្លាំងមិនអីទេល្អកប៉ាល់យ៉ាកុបរឹងមាំហើយរួចរាល់ភ្លាមគាត់បានរើសលំពេងហើយចាក់វាចូលសត្វនោះបានលូននៅក្រោមមកប៉ាល់បន្ទាប់មកវាស្រាប់តែរត់ចេញពីចុងខាងទីបានចេញមករួចរំកន្ទុយរបស់វាជុំវិញវាថែមទាំងចង់រស់នៅលើប៉ាល់ធំមួយទៀតផងវាបានលេបប៉ាល់ទាំងមូលសត្វចម្លែកសមុទ្របានលាតត្រដាងកន្ទុយរបស់វាហើយការវាប្រហារមនុស្សនៅលើមុខសត្វសមុទ្រយ៉ាកុបត្រូវបានចាញ់យ៉ាងងាយចាប់យកឱកាសហើយបញ្ចេញកម្លាំងរបស់អ្នកលំពេងសត្វចម្លែកសមុទ្របានទម្លុះវាស្រែកដោយការជិះចាប់ហើយដកថយចូលទៅក្នុងសមុទ្រយ៉ាងណាក៏ដោយយ៉ាកុបត្រូវបានកន្ទុយរបស់សត្វចម្លែកសមុទ្រចូលទៅក្នុងទឹកពីនាទីបន្ទាប់សត្វចម្លែកសមុទ្រនោះក៏ប្រញាប់ប្រញាល់ចេញមកវាបើកមាត់ឲ្យធំចង់លេបទឹកមាត់យ៉ាកុបជាសំណាងល្អវាបានឆ្លើយតបលឿនល្មមបិទមាត់ធំរបស់វាពួកគេបានរត់គេចខ្លួនមួយផ្លែភ្លាមនោះនាយកប៉ាល់ក៏លើកទូរស័ព្ទពេងបានលោតខ្ពស់ទៅលើអាកាសដោយផ្ទាល់លំពេងបានចាក់ទម្លុះសត្វចម្លែកសមុទ្រចំណុចសំខាន់បន្ទាប់មកប្រធានក្រុមបានមុជទឹកចូលស្ពីនបន្ទាប់មកបានមកដល់ព្រះបរមរាជវាំងខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទទួលរង្វាន់ប៉ុន្តែខ្ញុំមិនដែលរំពឹងថាវិស័យជំនួសវិញហើយបន្ទោសពួកគេថាមិនចាប់បានក្រហមអរិយភ្លើងនៅពេលនេះគាត់បានសាងសង់វានាវាចម្បាំងរាជវង្សហើយបានបង្ហាញថាប្រសិនបើមិនអាចចាប់អរិយអណ្ដាតភ្លើងក្រហមបានទេនោះថ្នាក់អ្នកប្រមាញ់សត្វសមុទ្រមនុស្សគ្រប់គ្នាគ្មានជំរឿអ្វីក្រៅពីពួកគេបានចេញដំណើរទៅប៉ុន្តែមិនបានទៅណាឆ្ងាយទេក្មេងស្រីតូចម្នាក់ត្រូវបានគេរកឃើញដោយស្វេឡើងលើទូកភ្លាមក្មេងស្រីនោះឈ្មោះជាមីឪពុកម្ដាយរបស់នាងក៏ជាអ្នកប្រមាញ់សត្វចម្លែកសមុទ្រប៉ុន្តែពួកគេទាំងអស់គ្នាបានស្លាប់នៅសមុទ្រនាងចង់ទៅសមុទ្រជាមួយប្រធានក្រុមបានតាំងចិត្តយ៉ាងខ្លាំងក្នុងការសង្សឹកឪពុកម្ដាយខ្ញុំក៏សរសើរចំពោះភាពក្លាហានរបស់ជាមីនាងត្រូវបានទុកចោលនៅលើប៉ាយប់នោះពួកគេបានជួបគ្នាជាស្ថាពរអរិយអណ្ដាតភ្លើងក្រហមបានស្ទុះចូលមកលេចចេញពីទឹកគ្រាប់កាំភ្លើងធំរាប់មិនអស់បានបាញ់ចេញនៅលើអរិយអណ្ដាតភ្លើងក្រហមបន្ទាប់មកក្រុមនាវិកបានផលិតត្រីបានបរិមាណច្រើនសំនោះបានទម្លុះម្ចាស់កត្រីអរិយអណ្ដាតភ្លើងក្រហមគាត់បានសែងកប៉ាល់ធំនោះនៅលើខ្នងរបស់គាត់ហើយអូសវាទៅធានកប៉ាល់បានលាតក្តោងចេញដោយមានបំណងរំចាំកម្លាំងរបស់អរិយភ្លើងក្រហមម្ដងទៀតរកឱកាសដើម្បីដោះស្រាយជាមួយគាត់ប៉ុន្តែហុងអរិយអណ្ដាតភ្លើងស្រាប់តែឈប់ស្ងៀមវាចាប់ផ្ដើមវិលជារង្វង់ហើយមិនយូរប៉ុន្មានការបង្វិលដ៏ធំមួយនៅលើផ្ទៃសមុទ្រអាងទឹកគួចហៀបនឹងវាត្រូវបានបោកចូលទៅក្នុងសមុទ្រសៀវមីបានកាត់វាចោលដោយដាវខ្សែពូបានធ្វើឲ្យទូកត្រឡប់ទៅកម្រិតដើមវិញហេងប៉ុន្តែឆេមីនិងយ៉ាខលប៉ុន្តែគាត់បានធ្លាក់ចូលទៅក្នុងសមុទ្រហើយបានរកអរិយអណ្ដាតភ្លើងក្រហមកំពុងមើលពួកគេប៉ុន្តែគាត់មិនបានញ៉ាំទាំងពីរនោះទេទុយទៅវិញមនុស្សបានបាត់ខ្លួនបន្តិចម្ដងទៅក្នុងទីងឹតប៉ុន្តែនៅពេលដែលពួកគេលេចចេញមកនៅលើសមុទ្រប៉ុន្តែបែរមុខទៅរកកប៉ាល់អ្នកចាស់ទុំខឹងយ៉ាងខ្លាំងហើយចង់សម្លាប់គាត់សៀវមីដែលមិនស្ដាប់បង្គាប់ពីនាទីបន្ទាប់បិសាចអណ្ដាតភ្លើងក្រហមក៏ប្រញាប់ប្រញាល់ចេញមកគាត់បានលេបពួកគេទាំងពីរទាំងមូលពួកគេបានដាក់វាចូលក្នុងមាត់ប៉ុន្តែអ្នកទាំងពីរមិនបានធ្វើដូច្នោះទេជំនួសឲ្យការស្លាប់គាត់ត្រូវបានអរិយអណ្ដាតភ្លើងក្រហមបានមកដល់កោះមួយសូមជួយចុច follow និងឲ្យបេះដូងម្នាក់មួយដើម្បីទទួលភាពបន្តរឿងល្អមើលច្រើនទៀតចង់មើលរឿងអីជួយ comment មកណា